ចឹងដើម្បីចែកប្រភេទយើងត្រូវយកប្រភេទទី1គុណចម្រាស់នៃប្រភេទទី2នេះថាចែកប្រភេទពិតមែនប៉ុន្តែដើម្បីចែកប្រភេទគឺគេយកប្រភេទទី1គុណចម្រាស់នៅប្រភេទទី2នេះថាចែកយកប្រភេទទី1នេះហៅប្រភេទទី1ណា8ភាគ10ហៅប្រភេទទី1ចា7ភាគ5នេះគឺហៅប្រភេទទី2ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីបូកវិធីដកវិធីគុណនិងវិធីចែកប្រភេទអញ្ចឹងតើគេធ្វើបែបណាទៅសូមតាមដានទស្សនាទាំងអស់គ្នាវិធីបូកដកគុណនិងចែកប្រភេទចាអញ្ចឹងជាដំបូងត្រូវស្គាល់ថាអ្វីជាភាគយកអ្វីជាភាគបែងជាមុនសិនចាខាងលើគឺជាភាគយកខាងក្រោមគឺជាភាគបែងចានេះគឺជាការបូកចានេះគឺជាការបូកប្រភេទដែលមានភាគបែងខាងក្រោមដូចគ្នានេះគឺជាការដកប្រភេទដែលមានភាគបែងដូចគ្នាចានេះគឺជាការគុណប្រភេទនេះគឺជាការចែកប្រភេទអញ្ចឹងជាដំបូងសិក្សាអំពីការបូកនិងដកជាមុនសិនចាអញ្ចឹងដើម្បីបូកប្រភេទឬក៏ដកប្រភេទដែលមានភាគបែងដូចគ្នាបែបនេះគឺគេបូកឬដកតែភាគយកទេបន្ទាប់មកភាគបែងគឺរក្សាទុកនៅដដែលចាឥឡូវមើលតើគ្នាអញ្ចឹងគឺយកតែភាគយកទេដែលបូកបញ្ចូលគ្នាណាតែភាគបែងគឺរក្សាទុកនៅដដែលអត់បូកចូលគ្នាទេណាហើយយើងមើលតើគ្នាអញ្ចឹងយកភាគយក3បូកនឹងភាគយក7ចាចំណែកភាគបែងគឺតួមេ5ដូចគ្នាអញ្ចឹងកំណត់យកតែតួមេ5តែមួយបានហើយចាអញ្ចឹងយើងបូកតែភាគយកទៅបានហើយ3បូកនឹង7គឺស្មើនឹង10ចំណែកភាគបែងគឺរក្សាទុកនៅដដែលចាហើយចម្លើយវាឃើញ10ភាគ5ចាអញ្ចឹងយើងអាចសម្រួលប្រភេទតទៅទៀតបានដូចគ្នាណាអាចសម្រួលបានអញ្ចឹងយើងសាកមើលតើ5ចែកនឹងប៉ុន្មានសម្រួលនឹងប៉ុន្មានបានដែរវាថា5ចែកនឹងប៉ុន្មានដែរ10ចែកនឹងប៉ុន្មានដែរអញ្ចឹង5ចែកនឹង5គុណវាដែរណាអញ្ចឹងតើ10នឹងចែកនឹង5អត់ចែកបានអញ្ចឹងមានន័យថាយើងសម្រួលនឹង5ទាំងអស់អញ្ចឹងភាគយកយើងចែកនឹង5ភាគបែងក៏យើងចែកនឹង5ដែរអញ្ចឹង10ចែកនឹង5បានចម្លើយ2ចាយើងសម្រួលភាគណា5ចែកនឹង5បានចម្លើយ1អញ្ចឹង2ភាគបែង1នេះក៏ស្មើនឹង2ទៅទេក៏បានដែរណាគឺបែបនេះខ7ភាគ10ដកនឹង2ភាគ10ដូចគ្នាអញ្ចឹងយើងដកតែភាគយកបានហ្នឹងណាយក7ចាដកនឹង2តបមកភាគបែងរក្សាទុកនៅដដែលចា10ដូចគ្នាអញ្ចឹងគឺយើងយក10តែមួយមកបានហើយបន្ទាប់មកយើងដកខាងលើ7ដកនឹង2ស្មើនឹង5ចាចំណែកភាគបែងរក្សាទុកនៅដដែលគឺយើងអាចសម្រួលបានដែរណាសម្រួលនឹង5ហើយលើក្រោមគឺសម្រួលនឹង5ដែរណាយើងទៅតាមមុនដែរទេចានេះសម្រួលនឹង5បានចម្លើយ1សម្រួលនឹងចែកណានេះ10ចែកនឹង5បាន2ចាអញ្ចឹង1ភាគ2តែ1ភាគ2มันអាចស្មើនឹង2បានទេណាទៅតែស្មើនឹង1ភាគ2ដដែលតែបើ2ភាគ1គឺអាចស្មើនឹង2ចាបន្តមកទៀតក6ភាគ7គុណនឹង5ភាគ8ចាសម្រាប់ការគុណប្រភេទវិញគឺយើងគុណធម្មតាភាគយកគុណនឹងភាគយកភាគបែងគុណនឹងភាគបែងចាតាភាគយកគុណនឹងភាគយកណាអញ្ចឹង6គុណនឹង5ចាយើងយក6គុណនឹង5ចាភាគបែងគុណនឹងភាគបែងចា7គុណនឹង5 3តបមកយើងគុណមក6 5ដង30ចាភាគបែង7 8ដល់56ចានេះយើងអាចសម្រួលបានទៀតណាតើសម្រួលនឹងប៉ុន្មានចាសម្រួលនឹង2ឬក៏3ឬក៏4ចាបើសិនជាសម្រួលនឹង2អញ្ចឹង30ចែក2បាន15ចានេះបើសម្រួលនឹង2អញ្ចឹងបានចម្លើយ28ចាសម្រួលណាចាបន្ទាប់មកយើងមើលថាលេខនេះសម្រួលនឹងបាននឹង2ទៀតអត់បាន2បាននេះចាបានតែ15សម្រួលនឹង2បានអត់បានទេតែបើសម្រួលនឹង3បានអត់3ប្រហែលបាន20 20អត់មានទេតែសម្រួល15សម្រួលនឹង3ក៏អត់បានដែរបាន15សម្រួលនឹង3បានប៉ុន្តែ28សម្រួលនឹង3បានចាអត់យល់សម្រួលនឹង4ក៏អត់បានសម្រួលនឹង5ក៏អត់បានដែរអញ្ចឹងលេខនេះគឺបានប៉ុណ្ណឹងណា15ភាគ25ចានេះគឺជាការចែកប្រភេទចាអញ្ចឹងមកដល់ពីការចែកប្រភេទសិនអញ្ចឹងដើម្បីចែកប្រភេទយើងត្រូវយកប្រភេទទី1គុណចម្រាស់នៃប្រភេទទី2មានន័យថាចែកប្រភេទពិតមែនប៉ុន្តែដើម្បីចែកប្រភេទគឺគេយកប្រភេទទី1គុណចម្រាស់នៅប្រភេទទី2ទៅឃើញចម្លើយនេះប៉ះឡើងមែននេះមានន័យថាយកប្រភេទទី1នេះហៅប្រភេទទី1ណា8ភាគ10ហៅប្រភេទទី1ចា7ភាគ5នេះគឺហៅប្រភេទទី2អញ្ចឹងយើងត្រូវយកនេះ8ភាគ10នេះភាគទី1នេះណាចាវានៅដដែលសិនណាចាបន្តមកគុណចម្រាស់នៃប្រភេទទី2នេះចម្រាស់នេះមានន័យថាម៉េចចម្រាស់មានន័យថា5ឡើងទៅលើ7ចុះមកក្រោមវិញម្ដងចា5ឡើងនៅលើ7ចុះមកក្រោមវិញម្ដងណាបន្ទាប់មកយើងចាប់ដើមគុណធម្មតាចាគុណធម្មតាដែលលើអញ្ចឹងណាគៀបចឹង8 5ដង40ចា17ដង70បន្តមកយើងសម្រួលនឹងទៀតតើសម្រួលនឹងប្រមាណបាន2ក៏បានដែរនេះណាសម្រួលនឹង5ក៏បានដែរ5ក៏ដាច់ដែរដោយសារនឹងតែសម្រួលនឹង10បានអត់លេខធំគឺ10ឯងអញ្ចឹងបើសិនជាសម្រួលនឹង10ក៏បានដែរណានេះសម្រួលនឹង10លើបាន4អាក្រៅបាន5 2តមកសម្រួលអត់បានទេអញ្ចឹងចម្លើយវាឃើញ7 4ភាគ5 2ចាអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនា